បាទសូមគោរពជម្រាបសួរបងប្អូនទាំងគ្នាជាទីគោរពស្រឡាញ់បាទវីដេអូនេះផងដែរគឺខ្ញុំសូមផ្ញើជូនបងប្អូនយើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរទាំងអស់គ្នាបាទតកតងជាមួយនឹងការបង្ហោះវីដេអូផ្សេងដែលប៉ះពាល់ដល់សង្គមជាតិដែលប៉ះពាល់ដល់វប្បធម៌និងកេរ្តិ៍ឈ្មោះរបស់ប្រទេសយើងបាទសូមមេត្តាបងប្អូនទាំងគ្នាកាត់បន្ថយឬក៏លុបបំបាត់ចោលក៏បានដែរបាទកុំឲ្យមានបើថាមានក៏មានទៅចោះបាទតែកុំយកមកបង្ហោះនៅតាមបណ្ដាញសង្គមបាទព្រោះបណ្ដាញសង្គមនេះគឺមិនមែនមើលឃើញតែខ្លួនឯងទេបាទប្រទេសណាក៏គេមើលឃើញដែរបាទអញ្ចឹងទេយើងកុំបង្ហោះរូបភាពឬក៏វីដេអូណាដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសយើងទៅកាន់ពិភពលោកឲ្យគេដឹងអីបាទព្រោះប្រទេសណាក៏គេដឹងដែរថាប្រទេសកម្ពុជាគឺមានវប្បធម៌អរិយធម៌ល្អៗជាច្រើនបាទចុះបើសិនជាយើងបង្ហោះវីដេអូអញញ៉ៃចងេងចងាងកាប់ចាក់បាទបង្ហោះម៉ូតូអីចឹងតើអ្នកដែលធ្លាប់សរសើរយើងនឹងគាត់មានអារម្មណ៍យ៉ាងណាបាទជាពិសេសគឺស្រីបាទយើងធ្វើអ្វីក្រោយគឺយើងត្រូវតែគិតដល់ជាតិសាសន៍របស់យើងបាទយើងកុំធ្វើអ្វីតាមតែការនឹកឃើញធ្វើអ្វីតាមតែអារម្មណ៍ដែលយើងធ្វើណាចង់ធ្វើណាបាទអ្នកខ្លះរំអញញ៉ៃចងេងចងាងនៅតាមបណ្ដាញសង្គមដូចជា TikTok អីចឹងទៅបាទដូចជាបងប្អូនបានឃើញជារៀងរាល់ថ្ងៃហ្នឹងហើយបាទហើយសកម្មភាពទាំងអស់ហ្នឹងបងប្អូនគិតថាជាការជួយលើកស្ទួយនៅមុខមាត់ជាតិមែនទេអត់ទេបាទអត់ទេអញ្ចឹងទេសូមបងប្អូនទាំងអស់កាត់បន្ថយការបង្ហោះអ្វីដែលប៉ះពាល់ដល់សង្គមជាតិទាំងឡាយបាទកុំបង្ហោះអីព្រោះប្រទេសយើងមានវប្បធម៌ល្អៗជាច្រើនណាស់ដែលគេសរសើរដែលគេដឹងបាទអញ្ចឹងបើយើងបង្ហោះរូបភាពឬក៏វីដេអូណាដែលប៉ះពាល់ដល់តម្លៃស្ត្រីបាទដល់ខ្លួនឯងទៀតបាទសួរថាគេមានអារម្មណ៍យ៉ាងណាចំពោះប្រទេសយើងបាទអញ្ចឹងទេសូមបងប្អូនកាត់បន្ថយតាក់ទងជាមួយនឹងរឿងដែលប៉ះពាល់ដល់សង្គមជាតិយើងបាទហើយយើងរួមគ្នាចែកចាយអ្វីល្អៗពីប្រទេសយើងទៅកាន់ពិភពលោកបាទព្រោះរាល់ថ្ងៃនេះយើងក៏កំពុងតែមានបញ្ហាជាមួយនឹងប្រទេសចៅសៀមផងអញ្ចឹងបើសិនជាយើងបង្ហោះរូបភាពឬក៏វីដេអូណាដែលប៉ះពាល់ដល់សង្គមជាតិពេលនោះពួកដែលកំពុងតែឆ្លៀនពៀនយើងនឹងវាឃើញវានឹងសោយចំអកមកកាន់ប្រទេសយើងហើយវានឹងចែករំលែកបន្តទៅទៀតហើយបាទអញ្ចឹងទេសូមបងប្អូនទាំងអស់កាត់បន្ថយការចែកចាយនៅរឿងអ្វីផ្សេងដែលប៉ះពាល់ដល់សង្គមជាតិយើងបាទហើយយើងលើកស្ទួយនាំគ្នាលើកស្ទួយនៅវប្បធម៌របស់យើងទាំងអស់ដែលដូនតាយើងបានបន្សល់ទុកឲ្យបាទជាតិមួយនេះជារបស់យើងបាទវប្បធម៌ទាំងអស់នេះគឺជារបស់យើងបើយើងមិនស្រឡាញ់តើឲ្យអ្នកណាអ្នកស្រឡាញ់បាទអញ្ចឹងទេសូមបងប្អូនទាំងអស់គ្នាមេត្តាចែកចាយអ្វីដែលល្អៗនៅតាមបណ្ដាញសង្គមបានហើយបាទកុំបង្ហោះឬក៏ចែកចាយនៅសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សង្គមបាទកុំអីបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទខុសទាស់ត្រង់ណាសូមខន្តីអភ័យទោសផងបាទសូមអរគុណ